បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel រៀនបង្កើតវីដេអូ AI បាទអញ្ចឹងថ្ងៃនេះយើងមករៀនពីការបង្កើតតួអង្គបាទអញ្ចឹងការបង្កើតតួអង្គវាមានសារៈសំខាន់អ្វីខ្លះសម្រាប់យើងយកទៅបង្កើតចេញជាវីដេអូ AI បាទអញ្ចឹងសារៈសំខាន់នៃការបង្កើតតួអង្គទី1គឺវីដេអូយើងមានភាពជាក់លាក់អត់random ចេញរូបភាពទៅពីទេដោយសារតែយើងមានតួអង្គគំរូសារៈសំខាន់មួយទៀតគឺធ្វើឲ្យមុខតួអង្គនឹងអត់មានការផ្លាស់ប្ដូរទេនៅពេលដែលយើងបង្កើតចេញជាប្លង់ច្រើនដែលគេហៅថា consistent character បាទអញ្ចឹងនៅពេលដែលអ្នកគ្នាមានតួអង្គគំរូបែបនេះហើយអ្នកគ្នាចង់បង្កើតចេញជាប្លង់បែបមិនក៏បានដែរគឺយើងធ្វើនៅក្នុង ChatGPT បាទអញ្ចឹងអ្នកគ្នាបើកកម្មវិធី ChatGPT មកអ្នកគ្នាចុចនៅកន្លែង create image បាទរួចអ្នកគ្នាធ្វើការ add តួអង្គរបស់យើងចូលមកបាទយើងចង់ប្រើតួអង្គមីណាដើរតួគឺយើង select លើតួអង្គនឹងមកបាទសម្រាប់ ChatGPT គឺយើងមានភាពងាយស្រួលនៅក្នុងការសរសេរប្រមដោយសារតែយើងអាចសរសេរប្រមជាភាសាខ្មែរបានបាទអញ្ចឹងនៅកន្លែងនេះអ្នកគ្នាសរសេរប្រមទៅតាមអ្វីដែលអ្នកគ្នាចង់បានមកបាទអញ្ចឹងបើសិនបើអ្នកគ្នាចង់បានវាចេញជាទម្រង់ផ្ដេកអ្នកគ្នាសរសេរមក 16.9 ratio បាទអញ្ចឹងរូបភាពបានធ្វើការ generate មកហើយយើងឃើញថានេះតួអង្គគឺមានមុខមាត់ទៅតាមតួអង្គគំរូរបស់យើងបាទដែលយើងបានអាប់ឡូតឲ្យ ChatGPT ហ្នឹងបាទគឺរូបតួអង្គនេះមួយហើយនឹងតួអង្គស្ត្រីនេះមួយបាទអញ្ចឹងគឺយើងមានតួអង្គគំរូបែបហ្នឹងគឺយើងងាយស្រួលក្នុងការបង្កើតប្លង់បាទឥឡូវខ្ញុំនឹងកែប្លង់ហ្នឹងឲ្យគាត់ធ្វើការបុកស្រូវនៅកណ្ដាលវាស្រែបាទអញ្ចឹងដោយមានពំនុកចំបើងមកពំនុកបាទអញ្ចឹងយើងចង់កែបែបម៉េចក៏បានដែរហើយយើងធ្វើការកែប្រមជាភាសាខ្មែរមកបាទបាទអញ្ចឹងនៅពេលនេះគឺរូបភាពបានធ្វើការ generate មកហើយបាទសម្រាប់រូបភាពដែលយើង generate វាអាចមានការឆ្គងខ្លះដូចជាប្លង់មួយនេះគឺមានស្ត្រីដល់ទៅ2នាក់អ្នកគ្នាក៏អាចធ្វើការ edit លើរូបដែលយើងបាន generate នឹងដែរយើងគ្រាន់តែចុចលើរូបនឹងហើយយើងចុចនៅកន្លែង edit នេះមកបាទអញ្ចឹងយើងសរសេររៀបរាប់មកយើងចង់ edit អីឥឡូវខ្ញុំមកចង់ឲ្យវាធ្វើការលុបរូបស្ត្រីម្នាក់នឹងចេញបាទបាទឥឡូវនេះរូបភាពបានធ្វើការ edit រួចហើយអញ្ចឹងយើងឃើញថាវាបានលុបស្ត្រីម្នាក់ចេញហើយអញ្ចឹងបើសិនបើយើងចង់ edit អីផ្សេងទៀតគឺអ្នកគ្នាសរសេរមកបាទនៅពេលដែលអ្នកគ្នាធ្វើការបង្កើតដោយប្រើតួអង្គគំរូបែបនេះគឺអ្នកគ្នាអាចបង្កើតនៅប្លង់ថ្មីៗជាច្រើនដោយគ្រាន់តែយើងធ្វើការបន្ថែមនៅប្រមថ្មីមកវានឹងធ្វើការផ្លាស់ប្ដូរហើយអញ្ចឹងបើសិនជាយើងចង់បន្ថែមនៅ object ថ្មីបាទឥឡូវខ្ញុំនឹងធ្វើការបន្ថែមនៅ object មួយទៀតគឺខ្ញុំចង់ឲ្យបង្កើតប្លង់ថ្មីដោយឲ្យពួកគាត់នឹងធ្វើការបរទេសគោនៅកណ្ដាលវាលស្រែបាទអញ្ចឹងយើង upload រូបភាពរបស់គាត់ចូលមករូបភាពបុរសហើយនិងស្ត្រីនឹងចូលមកបន្តមកទៀតអ្នកគ្នាត្រូវ upload រូបរទេះគោនឹងចូលមួយទៀតមកបាទរួចអ្នកគ្នាធ្វើការ edit នៅប្រមថ្មីចូលមកឥឡូវខ្ញុំសរសេរមករៀបរាប់ថាឲ្យគាត់នឹងធ្វើការបរទេសគោនៅកណ្ដាលវាលស្រែបាទអូខេអញ្ចឹងយើងប្រើរូបភាពទាំងអស់នេះដើម្បីបង្កើតចេញជាប្លង់មួយនឹងបាទអញ្ចឹងនៅកន្លែងនេះបើសិនបើអ្នកគ្នា generate មកវាឃើញថាឆ្កងខុសកន្លែងណាគឺអ្នកគ្នាធ្វើការ edit នៅកន្លែងនេះដើម្បីកែប្រែវាឲ្យត្រូវឡើងវិញ
បាទនៅពេលនេះវាបាន generate មកហើយក៏ប៉ុន្តែយើងចង់បានរទេះដែលមានដំបូលអញ្ចឹងតើយើងធ្វើម៉េចអញ្ចឹងវិធីគឺងាយស្រួលទេគឺអ្នកគ្នាចូលមកកន្លែង edit នឹងសារថ្មីមកអញ្ចឹងអ្នកគ្នាត្រូវធ្វើការ upload នៅរូបភាពរទេះនឹងចូលមកបាទអញ្ចឹងយើងត្រូវសរសេរប្រមនៅកន្លែងនេះយើងសរសេរថាសូមឲ្យកែរូបភាពរទេះនឹងឲ្យដូចនឹងរូបភាពដែលយើងបាន upload បាទបន្ទាប់មកយើងចុច generate សារថ្មីមកបាទនៅពេលនេះយើងឃើញថាយើងបានធ្វើការ edit នៅរូបភាពថ្មីហើយអញ្ចឹងរូបភាពលើកនេះគឺវាមានដំបូលបាទទៅតាមអ្វីដែលយើងត្រូវការបាទអញ្ចឹងដើម្បីបង្កើតជាតួអង្គមួយមិនថាតួអង្គស្ត្រីមិនថាតួអង្គបុរសឬក៏រទេះគោអីតែយើងធ្វើដូចម្ដេចដើម្បីបង្កើតនៅតួអង្គថ្មីគឺអ្នកគ្នាត្រូវចូលមកបង្កើតនៅកន្លែង new chart នេះរួចយើងចូលមកកន្លែងពាក្យថា create image បាទរួចអ្នកគ្នាអាចធ្វើការវាយព្រមទៅតាមក្តីសម័យរបស់អ្នកគ្នាឬក៏យើងមានរូបភាពពីបណ្ដាញសង្គមឬក៏រូបភាពពីកន្លែងផ្សេងគឺយើងអាចយកមកធ្វើជារូបភាពយោងនៅក្នុងនឹងបានបាទអញ្ចឹងនៅកន្លែងនេះខ្ញុំនឹងសរសេរឲ្យគាត់នឹងឈរមួយចំហខ្លួននៅក្នុង white background អានេះវាជាពាក្យកន្លឹះដើម្បីបង្កើតរូបភាពនឹងចេញមកគឺមួយចំហខ្លួននៅក្នុងផ្ទៃពណ៌សយើងអត់ចង់យកផ្ទៃដែលមានរូបភាពដោយសារតែយើងអត់ចង់ឲ្យវាជាប់ option នៅក្នុងនឹងណាបាទអញ្ចឹងយើងធ្វើតួអង្គគឺដាច់ខាតត្រូវតែធ្វើនៅក្នុងផ្ទៃពណ៌សបាទដើម្បីកុំឲ្យវាជាប់ background របស់រូបភាពនឹង